ក្នុងពុទ្ធសាសនានេះព្រះសម្មាសម្ពុទ្ធទ្រង់បានបដិស្ថាននៅវត្ថុ5យ៉ាងទុកនៅសប្តាហ៍ថ្ងៃនេះជាតំណាងព្រះពុទ្ធសាសនាព្រោះវត្ថុ5យ៉ាងហ្នឹងគឺពុទ្ធបរិស័ទត្រូវតែដឹងត្រូវតែស្គាល់គ្រប់គ្នាទាំងអស់ដើម្បីក្នុងឋានៈយើងជាបរិស័ទយើងគោរពចំពោះវត្ថុតំណាងនៃពុទ្ធសាសនានោះវត្ថុទី1គឺព្រះពុទ្ធបដិមាណារូបតំណាងណាដែលកសាងឡើងពីថ្មពីសំណពីស្ពាន់ពីឈើអីជាដើមហ្នឹងជាតំណាងអង្គព្រះសម្មាសម្ពុទ្ធជាបរមគ្រូហ្នឹងឬក៏គេហៅថាឧទ្ទេសចេតិយឧទ្ទេសកចេតិយព្រះពុទ្ធបដិមានឹងជាវត្ថុដែលមនុស្សត្រូវគោរពពេលមិនមែនតែមនុស្សទេសំបីពពុទ្ធទេវតាក៏គោរពដែរជាព្រះពុទ្ធបដិមាទី2ដើមពោធិព្រឹក្សពោធិព្រឹក្សជាតំណាងពុទ្ធសាសនាដែរប្រពោធិព្រឹក្សនៅប្រទេសឥណ្ឌាកាលដែលព្រះអង្គទៅគង់ចម្រើនអានាបានសតិដើម្បីត្រាស់ដឹងជាពុទ្ធនឹងគឺដើមពោនោះមានកំណើតកើតដំណើរគ្នានឹងពុទ្ធថ្ងៃមួយដែរព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតឡើងដើមពោក៏ចាប់ពេជ្រពលុះឡើងគឺស្ទនាលគ្នានេះដើមពោធិព្រឹក្សទី3គឺព្រះសទ្ធោឬព្រះសដោបាលីថាធោបៈសង្ស្ក្រឹតថាសដោយ៉ាងជានិមិត្តរូបសម្រាប់គេតម្កល់ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធឬព្រះបរមសារីរិកធាតុព្រះបច្ចេកពុទ្ធឬតម្កល់សារីរិកធាតុព្រះអរហន្តឬក៏អធិធាតុស្ដេចចក្រពត្តិត្រាធិរាជនឹងព្រះសដោនិងសទ្ធោហ្នឹងប៉ុន្តែយើងសប្តាហ៍ថ្ងៃយើងហៅចេតិយហើយបើហៅពាក្យថាចេតិយនេះវាមានន័យមិនគ្រប់គ្រាន់ទេព្រោះពាក្យថាចេតិយគេសំដៅភាសាបាលីប្រែជាខ្មែរទៅទីណាដែលមានមនុស្សទៅគោរពគេហៅថាចេតិយប៉ុន្តែយើងអត់តែទន្លប់មកហើយថាឲ្យតែឃើញកន្លែងបញ្ចុះអធិធាតុមេដាបេដាគ្រូបាអាចារ្យតែហៅចេតិយដល់ទីពីនឹងអត់ហៅទេបញ្យល់ពាក្យចេតិយហ្នឹងចេតិយនេះសំដៅទៅកន្លែងណាដែលមានមនុស្សទៅគោរពសំបីរូបពុទ្ធបដិមាជាឧទ្ទេសកៈហ្នឹងក៏គេហៅថាចេតិយដែរឧទ្ទេសកៈដែលមនុស្សទៅគោរពតួវត្តអារាមមួយទាំងមូលនេះក៏គេហៅថាចេតិយដែរព្រោះកន្លែងញោមញាតចូលមកបំពេញបញ្ញកម្មផ្សេងមានធ្វើទានធ្វើសិលជាដើមមកតួវត្តទាំងមូលនេះគេហៅចេតិយដែរសរុបបញ្រីទៅនឹងមិនពាក្យថាចេតិយណាវាទូលំទូលាយណាស់ហើយពាក្យចេតិយនេះមិនមែនសម្រាប់តែពុទ្ធសាសនាទេសំបីខ្ទមអរុគអរៈអ្នកតាទេព្រះឯណានៅទីកន្លែងណាឲ្យតែមានមនុស្សទៅគោរពគេហៅចេតិយដែរសំដៅទៅលើកន្លែងមានមនុស្សទៅអរកាយថ្វាយបង្គំគោរពដែរសំបីតែវិហារខាងសាសនាគ្រឹះដែលគេហៅថាឆើចហ្នឹងក៏គេហៅចេតិយដែរវិហារខាងសាសនាមូស្លីមគេហៅម៉ូសនោះក៏គេហៅចេតិយដែរព្រោះមានសាសនាជាគេទៅរកសាសនាគេសំដៅតែកន្លែងណាដែលមានមនុស្សទៅគោរពគេហៅចេតិយមិនស្រាប់តែពុទ្ធសាសនាសូមឲ្យញោមញាតនឹងយល់ចាពីពាក្យតែចេតិយតាមពិតទៅកន្លែងបញ្ចុះអធិធាតុគេហៅស្ដោមទេឬធោបៈទេហើយត្រូវយកជានិមិត្តរូបយើងយកធាតុទៅកំដីមានស្ដោព្រះសទ្ធោវាមានរូបផុសឡើងយើងចំណាំសម្គាល់ថានឹងឯងកន្លែងបញ្ចុះធាតុមេដាបដែរយើងទៅគោរពជានិមិត្តរូបដែរបើរួចដោយហោចទៅទៀតដូចជាវិមានឯករាជ្យយើងនៅភ្នំពេញនេះអាហ្នឹងក៏គេហៅថាស្ដោមហៅថាធ
ោបៈដោយគ្នាព្រោះជានិមិត្តរូបនៃការឯករាជ្យយើងមានសិទ្ធិសេរីភាពដែលពីមុននៅក្រមអាណានិគមបារាំងដល់បារាំងឲ្យឯករាជ្យយើងមានសិទ្ធិសេរីភាពក៏យើងសាងជាស្ដោបមួយបកណាបបាទព្រះបរមរតនកោដ្ឋលោកកសាងនិមិត្តរូបវិមានឯករាជ្យតំណាងឯករាជ្យភាពដែលយើងបានទទួលពីបារាំងមកហ្នឹងឯករាជ្យហ្នឹងភាសាបាលីឯកៈប្រែថាមួយរាជ្យប្រែថារីករាយកាលយើងនៅក្រមអាណានិគមបារាំងគ្មានសេរីភាពរីករាយទេធ្វើអីអត់បានទេស្រេចបារាំងប្រើបើបារាំងប្រើឲ្យធ្វើបានធ្វើបាននេះអាណានិគមដល់បារាំងឲ្យយើងមានឯករាជ្យយើងមានសេរីភាពសប្បាយមកប្រទេសប្រជាបរតមកប្រទេសមានសេចក្តីរីករាយតែមួយទេតែឯករាជ្យហ្នឹងមនុស្សប្រមាណលានគឺសប្បាយមានសិទ្ធិសេរីភាពដូចគ្នាពាក្យថាឯករាជ្យអានេះជាស្ដោបដែលជាសធោបដែលនិមិត្តរូបដែលយើងរួចពីអាណានិគមបារាំងមកហ្នឹងនឹងសំបញ្យល់ពីថោបៈហ្នឹងទី4ព្រះបរមសារីរិកធាតុក៏ជាវត្ថុដែលតំណាងព្រះសម្មាសម្ពុទ្ធដែរព្រះអង្គបរិនិព្វានទៅនៅសល់ព្រះបរមសារីរិកធាតុជានិមិត្តរូបដើម្បីឲ្យយើងដឹងបញ្ជាក់ថាព្រះពុទ្ធជាមនុស្សដូចយើងយ៉ាងឯងដើម្បីកុំឲ្យអ្នកទៅខាងមុខសង្ស័យថាព្រះពុទ្ធមិនមែនជាមនុស្សទេដឹងឬព្រះពុទ្ធនេះគ្មានរូបទេដឹងគ្រាន់តែគេសន្មត់បង្កើតត្រឹមតែឈ្មោះតែដឹងកំបំបត្តិសង្ស័យថាព្រះពុទ្ធជាមនុស្សដូចយើងទាំងមានវត្ថុជាតំណាងនៅនឹងញោមមើលថាមានប្រទេសមានស្រុកមាននគរអីលោកនៅជានិមិត្តរូបឲ្យយើងដឹងថាព្រះពុទ្ធមនុស្សដូចយើងគ្រប់គ្នាយ៉ាងឯងទី5គឺព្រះធម្មខណ្ឌ 84000 ព្រះធម្មខណ្ឌព្រះធើដែលមាននៅក្នុងគម្ពីរបត្រៃបិដកនោះប៉ុន្តែជាវត្ថុតំណាងព្រះពុទ្ធសាសនាមាន5នៅសប្តាហ៍ថ្ងៃសម្រាប់យើងគោរពហ្នឹងបូជាហ្នឹងនឹងសំយមញាតទាំងឡាយនឹងជ្រាបក្នុងឋានៈយើងជាពុទ្ធបរិស័ទត្រូវតែដឹងលក្ខណៈក្នុងពុទ្ធសាសនាហ្នឹងឲ្យច្បាស់លាស់បើក្រកុំក្រាន់តែធ្វើតាមឃើញធ្លាប់ឮតាមគ្នាតតាមម៉ែតាមឪតំណតពីគ្រូបាអាចារ្យមកអត់ល្អទេអត់ល្អទេសម្រាប់ពុទ្ធសាសនាធ្វើឲ្យប្រកបចឹងដែលអាត្មាបានរៀបរាប់ឲ្យថាពុទ្ធបរិនិព្វានទៅលោកបដិស្ថានវត្ថុ5យ៉ាងទុកជាតំណាងពុទ្ធសាសនាកាលណាយើងទៅឃើញពុទ្ធរូបក៏នឹកឃើញដល់ពុទ្ធដែរកាលណាយើងទៅឃើញដើមពោធិព្រឹកក៏រលឹកនឹកដល់កាលដែលពុទ្ធគង់ចម្រើនអាណាបាក្រោមពោធិព្រឹកនេះដែរទៅឃើញព្រះសធោបចេតិយដូចជានៅភ្នំអត្តរៈដែលបញ្ចុះព្រះបសរៈបរមសារីរិកធាតុយើងទៅឃើញក៏យើងរលឹកដល់ពុទ្ធដែរបាទឃើញព្រះអធិធាតុក៏នឹកឃើញដល់ពុទ្ធនឹកដល់ព្រះធម្មខណ្ឌក៏នឹកឃើញដែលជាវត្ថុដែលធ្វើឲ្យយើងនឹងបានបន់បានកុសលកាលណាទៅឃើញជ្រះថ្លារីករាយក្នុងចិត្តធ្វើការគោរពនមស្ការឡើងបានបន់ព្រោះបន់បាបកើតតែនឹងចិត្តយើងទេបើតែចិត្តយើងរីករាយសប្បាយជ្រះថ្លាបន់នឹងកើតនឹងវត្ថុទាំង5ហ្នឹងបង្កើតបន់ដល់ញោមញាតិដែលដើរទៅជួបទៅប្រទេសហើយសម្រាប់អ្នកពុទ្ធបរិស័ទគឺធ្វើការគោរពបានបន់បានអានិសង្សពេលដែលជាការទឹកពុទ្ធរូបនេះយកមាសទៅទឹកពុទ្ធរូបនោះគឺជាមាសសតតែម្ដងដែលគេជាងគេយកទៅផ្លុំរំលាយទៅសន្លឹកតូចហើយយើងជ្រះថ្លាយកមកបិទរូបស្នងព្រះអង្គហ្នឹងដើម្បីឲ្យមានពន្លឺចាំងភ្លឺថ្លាល្អបើគួរជាទីជ្រះថ្លារបស់ផងយើងណាហើយនឹងបានទទួលអានិសង្ឃដែលយើងយកមាសទៅព្រះពុទ្ធអង្គឲ្យមានព្រានហ្នឹងគេពុទ្ធបូជាហើយណាញោមណាយកមាសទៅបិទហ្នឹងគេពុទ្ធបូជាយើងបូជាមាសហ្នឹងចំពោះ
រូបកាយរបស់ព្រះអង្គសំណាក់ព្រះអង្គថាពុទ្ធបូជាមហាតេជោយើងបូជាព្រះពុទ្ធមានដៃជាបានយកមាសសិលទៅបិទថ្វាយទៅអានិសង្ឃអនាគតកាលទៅយើងកើតឡើងក៏មានពើសម្បល់ភ្លឺថ្លាល្អដូចជារូបពុទ្ធបដិមាដែលយើងបិទចឹងឯងនេះអានិសង្ឃថាឲ្យបនមកយើងវិញយើងកើតជាអនាគតទៅមានពន្លឺភ្លឺស្វាភ្លឺថ្លាដូចជាសាច់នឹងមានពន្លឺឆ្លោះមកលម្អធម្មជាតិតែម្ដងនឹងអានិសង្ឃបរុញត្រង់មានដែលជាយើងមានសត្រូវឧត្តបាតចង្រៃអីมันអាចមកបៀតបៀនយើងបានដោយអនុភាពដែលជានៃការបូជាដល់ព្រះពុទ្ធនឹងការពាររារាំងមិនអោយមានសត្រូវអីចូលមកបៀតបៀនយើងបានដែរនឹងសូមឲ្យញោមញាតិជ្រាបចា៎នឹងអានិសង្ឃនៃការទឹកមេសន្លឹកចំពោះព្រះពុទ្ធបដិមាហ្នឹងចឹងក៏សូមញោមញាតិឲ្យជ្រះថ្លាទាំងអស់គ្នាទៅក្នុងការបិទម្នាក់តែងទៅបានសម្រេចជាស្ថាពរហើយបានទទួលអានិសង្ឃផលបុណ្យនៅគ្រប់តែគ្នាក្នុងការទឹកមាសព្រះពុទ្ធរូបនោះមិនសូវមានในក្រដែរបងប៉ុន្តែក្នុងទីនេះលោកគ្រូចៅអធិការលោកបានបង្កើតកម្មវិធីញោមជ្រះថ្លាអស់គ្នាទៅបានបុណ្យបានអានិសង្ឃកុសលព្រោះយើងទាំងអស់គ្នាសត្វនិប្រាថ្នាបុណ្យប្រាថ្នាកុសលគ្រប់តែគ្នានឹងឯងបើនឹងនិយាយពីការទឹកមាសព្រះពុទ្ធបដិមានេះក៏បានបន្តទៅទៀតនិយាយពីធម៌កតញ្ញូនេះសំដែងពីធម៌កតញ្ញូនេះប្រឲ្យសមទៅតាមលំអាននៃពាក្យទូលមានព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធក្នុងពុទ្ធសាសនានេះក្នុងគម្ពីរដីកាពុទ្ធសាសនាព្រះអង្គបង្រៀនណែនាំមនុស្សឲ្យចេះដឹងគុណដល់គ្នានឹងគ្នាណាចៅធឿកតញ្ញូប្រែថាអ្នកដឹងគុណគុណនឹងគឺសេចក្តីល្អដែលអ្នកពីខាងដើមនឹងបានធ្វើសេចក្តីល្អទុកឲ្យយើងតរៀងដល់មកសប្តាហ៍ថ្ងៃនេះពិតមែនតែលោកទទួលមរណកាលអនិច្ចធម្មទៅកាន់លោកខាងមុខហើយតែស្នាដៃរបស់ព្រះលោកនៅព្រោះឲ្យយើងបានធ្វើការគោរពវិទ្យាគឺតួវត្តអារាមមួយទាំងមូលវត្តអារាមមួយទាំងមូលនេះព្រោះវត្តកែមនីហើយវត្តគោករលួសនេះញោមគិតមើលកសាងមកតាំងពីឆ្នាំ1000ប្រមាណលោកគ្រូចាញ់បោកគេលោកថាម៉េចអាត្មាមិនចឹងមិនចេះតិចតំណមនុស្សទេណាណោមច្រើនតំណណាមកកសាងមុនដំបងពុបហេតុខាងដើមមិនមកជាតសបេតុងអីទេមកមុនដំបងគឺតសឈើជាក្រាក់ជាស្ដីអីទេយកមកសាងសង់បោះទីមុនដំបងហ្នឹងបោកជាកត់ទៅជាឈើជាក្តារប្រក់ស្បូវប្រក់អីទៅទេនេះមកកមុនដំបងសម័យដែលសាងវត្តហ្នឹងមានគ្រឿងទំនើបមានបេតុងមានស៊ីម៉ង់អីណាអត់ស្អាតគ្រឿងឈើទេនេះមកកសាងហ្នឹងមិនមានតែព្រះសង្ឃទេវាមានអាចារ្យគណៈកម្មការបាសកឧបាសិកាសាងតមករាប់តតណនឹងអ្នកមុននឹងងាប់អស់ទៅអ្នកក្រោយនឹងក៏ចេះតែចាប់ផ្ដើមទទួលការកសាងជាបន្តគ្នាមកទៀតដល់មកបច្ចុប្បន្ននេះគណៈចៅអធិការនឹងប្រមាណតែអត់ចាំដែរបើលោកគ្រូលោកចាំឲ្យលោករៀបរាប់មិញហ្នឹងរួចអាចារ្យក៏មិនដឹងប្រមាណហើយគណៈកម្មមកងាប់តនេះណាយកមកតន្រាំនឹងបានជាតួវត្តអារាមស្ដុកស្ដំបានប៉ុណ្ណេះនេះដោយសារសេចក្តីជ្រះថ្លារបស់ព្រះសង្ឃលោកអាចារ្យគណៈកម្មការបរិស័ទទាំងអស់ចេះតែរួបរวมព្រមព្រៀងគ្នាកសាងដល់ប៉ុណ្ណឹងទុកឲ្យយើងបានចូលមកគោរពបូជាបំពេញបញ្ញកម្មផ្សេងនៅក្នុងទីវត្តអារាមនឹងដែលអាត្មាទៅសរុបទឹកដីគេហៅចេតិយដែរព្រោះញោមចូលមកគោរពអានេះគេហៅចេតិយវត្តអារាមមួយទាំងមូលហ្នឹងបើគុំតែមានបុព្វការីខាងដើមលោកចាប់ផ្ដើមឡើងមានវត្តឯណានៅនឹងអត់ទេតើណាដែលយើងទាំងអស់គ្នាត្រូវដឹងគុណរបស់ព្រះលោក
บ่มันមានបុព្វការីជនលូបលួយផ្ដើមមកទេអត់មានវត្តនេះដល់យើងសថ្ងៃហើយបើយើងចាប់ផ្ដើមកសាងត្រឹមយើងនឹងក៏វាលំបាកទៀតដែរត្រឹមនឹងបានវត្តអត់ទៅទៀតបានអានឹងត្រូវយល់ពីវត្តនេះគឺកសាងមកអស់ធរវេលាច្រើនឆ្នាំណាស់ក៏ចេះតែសាងបន្តដល់មកយើងសប្តាហ៍ថ្ងៃក៏មិនទាន់ឈប់កសាងដែលមានកសាងនេះកសាងនោះជាបន្តទៅទៀតមិនឈប់ទេការកសាងនឹងសម្រាប់អរញោមញាតិពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបវិការកសាងទីសេនាសនៈកុដិសាលាវិហារអីនេះតាមក្នុងវិន័យពុទ្ធសាសនាមិនមែនសម្រាប់អ្នកបួសទេណាញោមណានេះថ្ងៃនេះអាត្មាប្រាប់ឲ្យដឹងចឹងជាកិច្ចការងាររបស់ក្រហមញោមញាតិទេពីសម័យពុទ្ធកាលដែលព្រះអង្គគង់នៅឡើងយើងមើលវត្តអារាមទាំងអស់ពីសម័យពុទ្ធអត់មានព្រះសង្ឃអត់មានអរហន្តណាលោកកសាងទេសតែសទ្ធាចេតនារបស់កហបតីសេដ្ឋីក្សត្រអីទេកសាងនោះមិនការងាររបស់ព្រះសង្ឃទេសូមអញ្ញោមញាតិជាការងាររបស់ព្រះសង្ឃមានតែត្រឹមសិក្សាកន្ធធុរៈហើយនឹងវិបស្សនាធុរៈឬក៏លោកសិក្សាថាព្រះបរិយត្តិធម៌និងបដិបត្តិធម៌បរិយត្តិធម៌ទ្រឹស្ដីកន្ធធុរៈទ្រឹស្ដីនៅក្នុងបត្រៃបិដករួចហើយយកមកបដិបត្តិក្នុងសិលសមាធិបញ្ញានឹងជាការងាររបស់ពលលោកប្រាប់ញោមឲ្យច្បាស់អញ្ចឹងបើសិនមិនប្រាប់ឲ្យញោមច្បាស់ទេនៅតែប្តេកទៅលើលោកឲ្យលោកកសាងខ្លួនឯងអ្នកកសាងអត់ប្រឹងប្រែងអីទេថ្ងៃនេះប្រាប់ឲ្យច្បាស់ដល់បានទេញោមណាថ្ងៃនេះប្រាប់ឲ្យដឹងហើយកុំប្តេកផ្ដួលទៅលើលោកបំបែកការងារឲ្យគ្នាដឹងណាប៉ុន្តែអាត្មាអ្នកថាគេនេះគេជឿវាមិនរួចការកសាងនិយាយជ្រាបឲ្យត្រង់ចឹងដោយវត្តអាត្មាញោមញាតិបរិស័ទជាវិជាបរិស័ទសាមញ្ញខ្សត់ខ្សោយតែមានលទ្ធភាពណានឹងកសាងកើតបើចឹកមានតែយើងថ្ងៃនេះចាប់ផ្ដួចផ្ដើមឡើងថាសាងនេះសាងនោះបង្កើតកម្មវិធីនឹងឡើងបើមិនចឹងអត់ទៅរួចទេតែសួរថាបង្កើតកម្មវិធីនឹងគឺថាអាត្មាពេញចិត្តថាអត់ពេញចិត្តទេប៉ុន្តែវាទៅវាមិនរួចញោមញាតិបរិស័ទអត់មានសមត្ថភាពបើយើងមិនធ្វើទៀតបើវាអត់គ្មានណាធ្វើបើចឹងធ្វើអានឹងចឹងធ្វើតាំងអត់ពេញចិត្តទេចរិយាញោមអត់ពេញចិត្តទេបើជិះវាមិនរួចធ្វើរួចប្រាប់គេថាញោមអើយអានឹងមិនការងារអាត្មាទេប៉ុន្តែអាត្មាមិនធ្វើវាអត់កើតញោមញាតិអត់សមត្ថភាពត្រូវភ្ជុំផ្ដើមមិនការងារអាត្មាប្រាប់ត្រង់ចឹងមកដើម្បីឲ្យញោមក៏ដឹងបើញោមក៏មិនដឹងក៏ថាការងាររបស់អ្នកបួសអត់ទេបើអញ្ចឹងញោមអត់ប្រឹងប្រែងទេបើកាលណាថាការងាររបស់ញោមលោកអាចារ្យគណៈកម្មការក៏ចេះតែប្រឹងប្រែងហើយអំពីនេះក៏ប្តេកមកលើលោកមិនមែនការងារខ្លួនសោះខ្លះអត់ដឹងតែអ្នកបួសខ្លះសមានតែនឹងឯងចំណាំណាអូដល់បួលគេកសាងអ៊ូតទៅលោកឯសានឹងសានោះអត់ដឹងការងាររបស់ខ្លួនអាត្មាថាធ្វើប្រាប់តែធ្វើតំអត់ពេញចិត្តនិយាយប្រាប់តែត្រឹមយ៉ាងឯងពីប្រជីវៀងបុរាណភាសិតមួយនោះថាស័កពុំស្មើយោអ្នកមានរបស់ពុំស្មើសក្តាត្រូវបងសូវបងធនធានកុំខុសអញ្ញាសូវមានរោគាកុំឲ្យមើលងាយធ្វើនឹងជីវៀងកុំឲ្យគេមើលងាយទេបើវត្តអារាមនោះវាមិនស្អាតល្អទីសេនាសនៈមិនសមរម្យគេមើលងាយយើងមនុស្សចាស់នៅនឹងឯងតែចុះបើយើងអត់សមត្ថភាពយកមកធ្វើអីមិនអោយនរណាគេមានសមត្ថភាពគេធ្វើទៅមកដេកទៅតឹងផ្លូវគេណាប៉ុន្តែកន្លែងអាត្មាទីវាអត់អ្នកបួសណាក៏វាមិនមានសើក្មេងនេះសួរលោកគ្រូចាញ់បោកគេនេះមានចាស់ណាលោកទៅនៅរៀនអត់មានទេបងវាមានអាត្មាឲ្យចាស់ជាងគេបើមិនធ្វើគេមើលងាយហើយ
ព្រះបុរាណថាសូវមានរោគគេកុំឲ្យមើលងាយអាគេមើលងាយវាធ្ងន់ជាងយើងឈឺទៅទៀតបាទយ៉ាគោរពតាមភាសាបុរាណហ្នឹងទេធ្វើឲ្យរួចខ្លួនហ្នឹងមើលសូមជម្រាបញោមញាតិចឹងណាបាត់បាំងបើថ្ងៃនេះសំដែងក៏ចង់បញ្ជាក់ថាមិនមែនភារកិច្ចអ្នកបួសទេខំបើញោមមិនស្គាល់ភារកិច្ចទៅទន្លាក់សំពាយឲ្យតាលោកឲ្យចាញ់បោកគេនោះម្ដងដែរមកចាញ់បោកធឿងនឹងទៀតងប់ទាំងតែអាត្មានិយាយជួយលោកតែបើកែចាញ់បោកគេធ្វើអីទៀតណាហ៎អានេះកណាប្រាប់អីណាញោមបដិជថាទេព្រះមហាលោកទេសនាមួយថ្ងៃនោះប្រាប់អីតាថានឹងញោមញាតតាអ្នកធ្វើថាអាត្មាមិនចាញ់បោកញោមទៀតទេមានតែម្ដងណាហើយនេះរឿងទីសេនាសនៈហ្នឹងសេនាសនៈហ្នឹងជាបច្ច័យទី3ក្នុងបច្ច័យ4ណាញោមសំខាន់ណាស់សំខាន់ណាស់ពុទ្ធលោកសំដែងប្រាប់តែបច្ច័យ4ហ្នឹងសំខាន់ណាស់សម្រាប់ជីវិតមនុស្សនៅក្នុងលោកនេះតែអត់បច្ច័យ4ហ្នឹងអត់រស់បានទេតំអ្នកបួសតំប្រសក់តែទាំងអស់ហ្នឹងឯងជីវិតត្រូវទីពឹងបច្ច័យ4ហ្នឹងគ្រឿងស្លៀកដណ្ដប់មហូបអាហារទីសេនាសនៈនៅឆ្នាំជាបារោគញោមគុំថាបច្ច័យ4ត្រូវការតែព្រះសង្ឃហ្នឹងញោមក៏ត្រូវការដែរបើអត់ជិះរួយទេប្រយ័ត្នហើយតែអត់បច្ច័យ4រស់មិនបានទេតែអត់បច្ច័យ4ទៅសួគ៌ទៅនិព្វានក៏អត់រួយអបច្ច័យ4ជាប្រភពឬគល់ឲ្យជីវិតមនុស្សរស់នៅបានមនុស្សនឹងយកបច្ច័យ4ទៅធ្វើជាទានដើម្បីជាកុសលទៅកាន់ឋានសួគ៌បើទៅកាន់និព្វានបានគឺបច្ច័យ4ហ្នឹងជាមូលដ្ឋានពុទ្ធលោកបញ្រៀនមនុស្សបញ្យល់មនុស្សឲ្យខំធ្វើបច្ច័យ4នោះឲ្យកើតឡើងបរិបូរណ៍ទើបជីវិតនឹងបានឧត្តមឧត្តមខ្ពង់ខ្ពស់ប្រសើរដោយសារបច្ច័យ4នឹងធ្វើឲ្យសบายរីករាយជីវិតមានសេរីភាពមានសេរីសួស្តីកើតពីអានឹងឯងនឹងសូមឲ្យញោមញាតិជ្រាបចា៎តទៅទៀតនិយាយពីធ្វើកតញ្ញូនៅពុទ្ធលោកបញ្រៀនគ្រប់កន្លែងទាំងអស់គ្រប់សត្វទាំងអស់ឲ្យមនុស្សដឹងគុណគ្នាហ្នឹងដោយព្រះរតនត្រ័យទាំង3ក្នុងពុទ្ធសាសនាពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈក៏មានគុណនៅលើបរិស័ទដែរញោមតែងសូត្រថាអស្វាធ្យាយសូត្រពុទ្ធគុណរំលឹកគុណពុទ្ធធម្មគុណរំលឹកគុណព្រះធម៌សង្ឃគុណរំលឹកគុណព្រះសង្ឃរតនៈទាំង3សិតតែមានគុណមកលើបរិស័ទទាំងអស់នេះសំយោវិជ្ជាវាមានតគ្នាអញ្ចឹងដោយព្រះសម្មាសម្ពុទ្ធព្រះអង្គមានគុណលើបរិស័ទព្រះអង្គទ្រង់ត្រាស់ដឹងធ្វើមុនគេបំផុតហើយសម្ដែងធ្វើនឹងប្រាប់ដល់បរិស័ទដល់បរិស័ទស្ដាប់ធ្វើព្រះអង្គបានហើយនឹងឲ្យជាគុណរបស់ព្រះអង្គក្នុងពុទ្ធសាសនានេះបើមិនមានព្រះសម្មាសម្ពុទ្ធត្រាស់ដឹងធ្វើមុនគេទៀតអ្នកដទៃគេអត់មានណាត្រាស់ដឹងបានទេសូម្បីព្រះអរហន្តជាសង្ឃសាវកទាំងបានបើមិនមានពុទ្ធត្រាស់ដឹងមុនពួកនឹងអត់បានត្រាស់ដឹងបានពេលទៅស្ដាប់ធ្វើពុទ្ធទៅបញ្ញាលោកចាក់ធ្លុះក្នុងធ្វើទៅបានសម្រេចកំចាត់កិលេសបានចូលទៅកាន់អរហន្តកាន់ព្រះនិព្វានបានមិនជាគុណរបស់ពុទ្ធទេវិព្រះធម៌ដែលព្រះអង្គសម្ដែងទុកឲ្យហើយជានិយានិកៈធម៌ជាធម៌សម្រាប់ยึดโยងខ្លួនយើងបរិស័ទយើងបដិបត្តិតាមព្រះធម៌ព្រះអង្គនឹងទៅនឹងបានរំដោះខ្លួនចេញចាក់ទុកបាននេះជាគុណរបស់ព្រះធម៌ហើយព្រះសង្ឃឲ្យលោកលៀបបងភេទករាវាទៅបួសជាបព្វជិតក្នុងពុទ្ធសាសនាសិក្សារៀនសូត្រព្រះបរិយត្តិធម៌សិលសមាធិបញ្ញាលោកក៏បដិបត្តិក្នុងសិលសមាធិបញ្ញាដើម្បីនឹងជំរះកិលេសក្នុងកាយរបស់លោកផងលោកឆ្លៀតឱកាសសម្ដែងធ្វើប្រាប់ដល់ញោមញាតិទាំងឡាយគ្រប់គ្នានឹងឲ្យដឹងធ្វើបដិបត្តិតាមផងអានឹងគុណយើងមានគុណចាសត្វតែមានគុណហើយបន្ទាប់ពីបរតនត្រ័យទាំង3មកក៏មានគុណបន្តគ្នាមកទៀតមានមេត្តាបិតាគ្រូបាអាចារ្យ
เปรียมมาหักสัตว์ลูกเนี่ยปลายบัดเด็ดไอเตียงบ้านมันได้ลูกบ้านทะไปยาวตุกเอายังปราสัตไงในสัตเมียนกุนต่างกรุบเนียนังไอบ่โปลมปีกลตามแบบพุทธศาสนาในมโนยิงเนเลโลกไกเนี่ยนาก็เมียนกุนนังเนียได้คือการช่วยเนี่ยตัววิ่งตัวเมานั่นช่วยสังกรอกเนี่ยนั่งเมียนติดเมียนชราในตาตามนั่งเธอชราก็กุนชราเธอติดก็กุนติดแต่อ้อยดักอีกเนี่ยคือมันเมียนเลยถ้าเราแต่เจียบจะเปียจังไงที่อุปมาไปโดยจิตสำนักอย่างกี่บ้องไตรมวยสำนักบ้องไตรเมียนกระลาเวกิจักกระลาเวเตะเนี่ยยงมือตั้งปีกำปูเลอมองเตะเนี่ยเรากระลาทั้งอ่ะอย่างนาไม่มันโดยเชียกลาสำนักนองสำนักสักลานักเตะตองเนี่ยมนุษย์นาก็เมียนกุนดาวแข่งเนี่ยเช่นการยังปราระบกิได้กิจเพื่อตุกอ้อยมาจากสลับออเตอร์ยังบ้านนึกกุนกี่บ่สักใครเพียรเจษฎานี่วันน่ะกินเนี่ยเพื่อมนนั่งประมาณกับออตายมเมาน้องบวชนี่ก็รูปเพื่อบอลก็สร้างมันนึกเคยลูกเนี่ยน่าจะซ้ำอังน่าหมดจับดาวก็สร้างบวชนี่มันเกิดดังคนโลอัดแต่นะอันนี้อัดแต่อันบ้านนึกเคยเนี่ยนั่งจำนวนมวยจับตังเป็นไงเต้าขนมทานนะเชียนเนี่ยกันพุทธศาสนาเต้าปรากันไรนาโจแล้วกูเมียนปัญญานึกเคยดังคนเนี่ยบุญได้กิจเพื่อเอาเยืองนั่งลุงเนี่ยนายบ้านสร้างบ้านอารามนี่สำหรับเอาเยืองบ้านโจรมาปฏิบัติศาสนาผมเป็นเตียนผมเป็นเส้นเลยเจดามนะไว้บ้านนี่ยัยอ้อยลมเอ็ดตัวเตียนสมัยแต่ยังตัวโจรกันมันตีเป็ดแต่ดาวก็กู้ก็ลูกเนี่ยนายก่อสร้างมันตีเป็ดนะลูกเนี่ยนายก่อสร้างศาลารีนเนี่ยลูกเนี่ยนายก่อสร้างเพลาทนอลก่อสร้างสเปียนยังบ้านดอยเจียนปรากูดังคนเนี่ยนะอันนั้นเขาเธอกาตอยู่เพราะยังได้เมียนเกิดอีนะปาแล้วปังรีนโยมเมียดดำไปเอาเมียนปัญญาย้อนกาปราละบ่อยนะกู้รำลึกคนเนี่ยได้บานตะเบินะอันนึงวิเชียศาสตร์เอรณเตียนเชี่ยก้นกินเนี่ยสางกินมันกึศท่าอ้อยเนี่ยนามวยเตกิถ้าเชียศาสตร์เอรณเตียนมโนนะก็ปราบานบายังก็ตามพุทธศาสนาถ้าเกิดเตียนจิมปัวซ่องบาสันเชียนเนี่ยบุกถ้าเกิดเตียนจิมปัวซ่องโดยโยมเยียดก่อสร้างบ้านอารามนั่นแหละเม่นประเคนลูกครูเจ้าอาติกาแต่นะลูกครูเจ้าอาติกากรันตันเนี่ยจันเบาเกตตามไปก่อสร้างให้กินเมนปีอ้อยลูกครู